ចឹងរបៀបចម្រើនកម្មដ្ឋានជិះមិនផុតទេគឺយើងត្រូវតែមានសិលពីខាងដើមណាបងណាត្រូវមានសិលហើយបើសិនបើអាចសមាទានទុដងបានទៀតក៏ល្អដែរហើយញាតិញោមអត់បានសមាទានទុដងក៏តាមដំណើរអញ្ចឹងទៅបងតែសំខាន់បំផុតបុគ្គលដែលនឹងតម្កល់ចិត្តទៅក្នុងសមាធិកម្មដ្ឋាននឹងបានត្រូវតែតាំងចិត្តថាយើងនឹងវាចាកអំពើបាបអញ្ចឹងណាបងព្រោះសេចក្តីសំខាន់របស់សិលនឹងតែម្ដងគឺភាពផូរផង់ទាំងកាយទាំងវាចាទាំងចិត្តចាំអញ្ចឹងហ៎បងអាការៈរបស់សិលណាសិលនឹងប្រកបឲ្យឃើញថាបុគ្គលនឹងមានទាំងកាយស្អាតមានវាចាស្អាតមានចិត្តស្អាតចឹងដើម្បីឲ្យកាយវាចាចិត្តស្អាតហ្នឹងតើតើយើងតម្កល់ចេតនាថាយើងនឹងជាអ្នកសង្រួមកាយវាចាចិត្តយើងនឹងមិនធ្វើអំពើបាបទាំងកាយទាំងវាចាទាំងចិត្តអញ្ចឹងចូលដល់ចំណុចរបស់យើងនេះបងដែលលោកសម្ដែងថាឥឡូវនេះកលបុត្រនឹងជាអ្នកតាំងនៅសុខក្នុងសិលនឹងឯងបងហើយយើងវាចាអំពើបាបហ្នឹងណាយោគាវចរកលបុត្រស្ថិតនៅសុខហើយក្នុងសិលដែលជាសិលផូរផង់សិលបរិសុទ្ធសិលស្អាតដោយសារតែយើងបានសមាទាននៅគុណផ្សេងមានភាពជាអ្នកប្រាថ្នាទៅជាដើមចឹងណាបងពេលដែលយើងតាំងចេតនាទៅក្នុងគុណទាំងឡាយហ្នឹងក៏ធ្វើឲ្យសិលយើងបរិសុទ្ធដែរហើយនៅក្នុងហ្នឹងបើសិនបើយើងសម្រាប់ភិក្ខុហ្នឹងគឺលោកអាចសមាទានរក្សានៅធុដងទៀតគឺរឹតតែសិលហ្នឹងផូរផង់ជាងមុនទៅទៀតអញ្ចឹងពេលដែលសិលផូរផង់ហើយគប្បីធ្វើអីចម្រើនសមាធិណាបងត្រូវចម្រើនសមាធិដែលនៅក្នុងបកាយាថារបស់យើងព្រះអង្គក៏សម្ដែងថាសីលេបតិដ្ឋាយៈនរោសបញ្ញាចិត្តតាំងបញ្ញាញ្ចភាវយ៉ាងណាដែលថានរជនតាំងនៅក្នុងសិលចម្រើនចិត្តចម្រើនបញ្ញាអញ្ចឹងពាក្យថាចម្រើនចិត្តនៅក្នុងទីនេះគឺសំដៅដល់អីចម្រើនសមាធិនឹងឯងតែបើសិនបើព្រះអង្គណែនាំឲ្យចម្រើនសមាធិខ្លីៗប៉ុណ្ណឹងតែយើងនៅអាចចម្រើនបានទេបងអត់តាន់ទេព្រោះអត់តាន់បានបង្រៀនពីវិធីចម្រើនផងហ្នឹងត្រូវទេបងហ្នឹងហើយអញ្ចឹងបានលោកបញ្ជាក់ថាម៉េចប៉ុន្តែសមាធិនោះមិនមែនធ្វើបានដោយងាយទេសូម្បីត្រឹមតែយល់ដឹងក៏លំបាកផងចាំបាច់ពោលទៅថ្វីដល់ការចម្រើនអប់រំនោះសូម្បីតែយើងយល់ឲ្យស៊ីជម្រៅទៅក្នុងសមាធិឲ្យល្អឲ្យប្រពៃហ្នឹងគឺជាការលំបាកផងណាបងដូចញាតិញោមអ្នករៀនអញ្ចឹងយើងអត់តាន់បានស៊ីជម្រៅឲ្យច្បាស់ថានេះជាសមាធិហ្នឹងទេសូម្បីតែការយល់ដឹងក៏យើងមិនតាន់ដឹងច្បាស់ផងតើយើងនឹងចម្រើនបានល្អទេអត់តាន់ចម្រើនបានល្អទេដោយសារអីដោយសារនៅក្នុងខាងដើមនោះគឺព្រះអង្គសម្ដែងដោយសង្ខេបពេកព្រះអង្គគ្រាន់តែប្រាប់ថាត្រូវចម្រើនចិត្តចម្រើនសមាធិចម្រើនបញ្ញាហ្នឹងត្រឹមតែប្រកាសពយោប៉ុណ្ណឹងសម្រាប់បុគ្គលដែលមានឧបនិស្ស័យល្អលោកអាចត្រាស់ដឹងបានហើយតែយើងនេះឧបនិស្ស័យមិនទាន់ល្អហ្មងទេបងអញ្ចឹងត្រូវតែរៀនឲ្យពឹសស្ដារតែមកលោកបញ្ជាក់ថាម៉េចព្រោះហេតុណាព្រោះហេតុនោះដើម្បីនឹងសម្ដែងនៅសេចក្តីពឹសស្ដារនិងនៃរបៀបនៃការចម្រើនសមាធិនោះទើបត្រូវមានបញ្ហាកម្មទុកជាខាងដើមសិនត្រូវចេះទៅក្នុងការឆ្លើយសំណួរទាំងប្រមាណសំណួរ7សំណួរញាតិញោមអ្នករៀនសមាធិទាំងអស់ត្រូវចេះ7សំណួរនឹងឲ្យច្បាស់ញាតិញោមចាំបានទេព្រោះពេលរៀនសិលយើងត្រូវចេះទាំង7សំណួរហ្នឹងហ៎ណាទៀតតែអាសួររំលឹកសិលញាតិញោមខ្លះឆ្លើយអត់ទាន់បានដែរប្រហែលជាត្រូវបានស្ដាប់ឡើងវិញឬក៏មិនទាន់បានចំណាំមើលទៅអញ្ចឹងសិលតាំងប្រមាណ3ថ្ងៃដែលអាត្មាបង្រៀនហ្នឹងអាត្មាគិតថាជាសេចក្តីសង្ខេបល្មមអាចយល់ទៅក្នុងសិលបានហើយក៏ចូលមកក្នុងសមាធិនេះតែម្ដងព្រោះប្រធានបទយើងគឺសមាធិ
តោះអញ្ចឹងសំណួរទី1ដែលយើងត្រូវតែស្វែងយល់អ្វីជាសមាធិស្គាល់ឲ្យច្បាស់ថាអ្វីជាសមាធិសមាធិគឺជាអ្វីសំណួរទី2សមាធិដោយសេចក្តីថាដូចម្ដេចចំណុចទី2នេះលោកផ្ដោតទៅលើអត្ថន័យផ្ដោតទៅលើខ្លឹមសារនៃពាក្យថាសមាធិតើពាក្យថាសមាធិនឹងមានខ្លឹមសារមានន័យមានសេចក្តីនឹងថាដូចម្ដេចឲ្យយល់ជាក់ច្បាស់ទៅលើពាក្យថាសមាធិនឹងតែម្ដងចំណុចទី3គឺត្រូវតែស្គាល់លក្ខណៈសម្គាល់ស្គាល់កិច្ចតួនាទីស្គាល់ផលឬក៏អាការៈរបស់សមាធិនិងស្គាល់ហេតុដែលជាទីតាំងនៃសមាធិតើសមាធិមានអីដែលជាហេតុចំណុចទី4សមាធិមានប៉ុន្មានប្រភេទសំណួរទី5អ្វីដែលធ្វើឲ្យសមាធិនឹងសៅហ្មងអ្នកនំត្រូវដឹងដែរបើតើសមាធិរបស់យើងទាំងអស់គ្នានឹងសៅហ្មងព្រោះហេតុអ្វីហើយសមាធិយើងនឹងផុសរផង់បានដោយល្អនឹងដោយសារហេតុអីសំណួរទី6តើសមាធិគប្បីចម្រើនបានដោយដូចម្ដេចរបៀបចម្រើនវិរៈតើត្រូវចម្រើនរបៀបម៉េចខ្លះពេលដែលយើងបានចម្រើនសមាធិហើយតើបានអានិសង្សអ្វីពីការចម្រើនសមាធិនឹងសំណួរនេះសិតតែល្អហ៎បងកណាល្អកណាហ្នឹងហើយតើអញ្ចឹងតើយើងនឹងទៅមើលសេចក្តីពឹស្ដារក្នុងនឹងទាំងអស់គ្នាខ្ញុំធីតាអានបន្តិចទៅបងកណាក្នុងបញ្ហាកម្មនោះមានការវិសច្ចនីស្ងាត់ឈឹងបងយ៉ាងច្រើនប្រការផ្សេងណាស់ការវិសច្ចនីនៅសមាធិកណាអានតទៅបងលើឲ្យកូនចាស់លើឲ្យបងអានតទៅបងនៅសមាធិនោះប្រាថ្នាធ្វើឲ្យប្រកបជាច្បាស់គប្បីញ៉ាំងសេចក្តីពងប្រាថ្នានោះឯងឲ្យសម្រេចមិនបានឡើយនឹងដាច់សំឡេងបាត់ហើយបងយើងទាំងឡាយពោសំដៅយកសេចក្តីពងប្រាថ្នានោះឯងក្នុងទីនេះថាភាពមានអារម្មណ៍តែមួយនៃចិត្តដែលជាកុសលឈ្មោះថាសមាធិដូច្នេះបាទអរគុណអរគុណច្រើនបាទអរគុណច្រើនកណាអរគុណទៀតអញ្ចឹងទៅវិសច្ចនីពាក្យថាវិសច្ចនីនេះប្រែថាឆ្លើយបងយើងទៅឆ្លើយទាំងអស់គ្នាថាអ្វីជាសមាធិសំណួរសួរថាអ្វីជាសមាធិចម្លើយឆ្លើយថាសមាធិមានច្រើនយ៉ាងមានច្រើនប្រការអញ្ចឹងខ្ញុំត្រូវដឹងថាពាក្យថាសមាធិនេះបង្កប់នៃសេចក្តីថាសមាធិវាមានច្រើនប្រភេទដែរបងយើងនិយាយពីសមាធិមានច្រើនយើងអត់អាចឆ្លើយតាមសំណួរនឹងដោយពាក្យមួយម៉ាត់នឹងបានទេអញ្ចឹងលោកបញ្ជាក់ថាសមាធិជាអ្វីសមាធិហ្នឹងគឺមានច្រើនយ៉ាងច្រើនប្រភេទច្រើនប្រការហើយលោកបញ្ជាក់សេចក្តីបន្ថែមថាម៉េចការដែលវិសច្ចនីឆ្លើយនៅសមាធិទាំងអស់ប្រាថ្នាធ្វើសេចក្តីសមាធិទាំងអស់ឲ្យប្រកបក៏បីញ៉ាំងសេចក្តីប៉ុនប៉ងប្រាថ្នាឲ្យសម្រេចមិនបានឡើយអញ្ចឹងការដែលតាំងសំណួរថាសមាធិជាអ្វីហ្នឹងសមាធិមានច្រើនត្រឹមតែឆ្លើយថាសមាធិជាអ្វីហ្នឹងគឺវាត្រូវចំណាយពេលយូរមែនតែនបងយកពាក្យថាសមាធិជាអ្វីនេះទៅបកស្រាយនោះគឺមិនចប់មិនហើយទេអញ្ចឹងណាអញ្ចឹងធ្វើឲ្យលោកថាត្រឹមតែឆ្លើយពាក្យថាអ្វីជាសមាធិហ្នឹងអាចធ្វើឲ្យយើងរាយមាយចិត្តនឹងបានទៀតព្រោះពាក្យសមាធិហ្នឹងទលំទលាយមែនតែនតែនៅក្នុងទីនេះលោកឆ្លើយខ្លីៗតែម្ដងចាព្រោះហេតុនោះយើងទាំងឡាយពោលយក
សំដៅយកតែសេចក្តីប៉ងប្រាថ្នាក្នុងទីនេះប៉ុណ្ណោះនេះក្នុងមេរៀនដែលយើងកំពុងតែរៀនហ្នឹងសមាធិដែលយើងកំពុងតែសិក្សាហ្នឹងវាជាកុសលទេបងជាការអប់រំចិត្តទេអញ្ចឹងមេរៀនដែលយើងកំពុងតែរៀននេះសមាធិជាកុសលហើយសួរថាសមាធិអកុសលមានទេបងមានទៀតសមាធិអកុសលក៏មានដែរហើយយើងថាមិច្ឆាសមាធិសមាធិខុសហ៎បងមនុស្សខ្លះចង់សមាធិដែរតែអត់រៀនដល់ពេលសមាធិបែបអត់រៀនទៅអង្គុយព្រាវតែឯងមិនទៅបងគាត់សមាធិដែរតែមិនដឹងចេញស្អីខ្លះទេគាត់ទៅឃើញណានៃចឹងទៅឃើញទេវតាទៅឃើញព្រៃព្រឹក្សាលតាវល់អីណានៃបែបរបស់គាត់ហ្នឹងទៅអានោះសមាធិខុសបងដោយសារអីអត់បានរៀនសូត្រសមាធិខុសហ្នឹងយើងយកក្នុងទីនេះហ៎អត់យកទេដោយសារសមាធិដែលយើងកំពុងតែប្រាថ្នាយកនេះគឺសមាធិដែលជាកុសលអញ្ចឹងបានលោកបញ្ជាក់ថាក្នុងទីនេះគឺយកតែកុសលប៉ុណ្ណោះអញ្ចឹងចម្លើយឆ្លើយខ្លីៗហ្នឹងពាក្យថាសមាធិហ្នឹងគឺសំដៅដល់ភាពមានអារម្មណ៍តែមួយនៃចិត្តដែលជាកុសលឈ្មោះថាសមាធិពាក្យហ្នឹងខ្លីក៏ពិតមែនតែមានសេចក្តីគ្រប់គ្រាន់បងអញ្ចឹងសមាធិហ្នឹងគឺសំដៅដល់ចិត្តយើងមានអារម្មណ៍តែមួយដំកល់ក្នុងអារម្មណ៍តែមួយហើយចិត្តនៅក្នុងពេលហ្នឹងគឺជាកុសលនឹងទៅទៀតឧទាហរណ៍ថាញាតិញោមទាំងអស់គ្នាយើងចម្រើនទៅក្នុងអាណាបាណសតិចុះខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលអញ្ចឹងពេលដែលចម្រើនអាណាបាណសតិហ្នឹងតើតែយើងរក្សាចិត្តឲ្យនៅក្នុងអារម្មណ៍គឺខ្យល់ដង្ហើមចេញក្នុងខ្យល់ដង្ហើមចូលហ្នឹងតែមួយគត់យើងអាចទៅគិតអារម្មណ៍ដតីបានណាមិនគួរគិតទេអញ្ចឹងណាតើតែយើងរក្សាចិត្តទៅក្នុងអារម្មណ៍ហ្នឹងតែមួយបង្គាប់ចិត្តហ្នឹងឲ្យបានរក្សាចិត្តទៅក្នុងអាណាបាណហ្នឹងឲ្យបានអញ្ចឹងពេលដែលយើងរក្សាចិត្តទៅក្នុងអារម្មណ៍តែមួយចិត្តយើងស្ថិតនៅក្នុងអារម្មណ៍តែមួយតាំងមាំល្អតាំងមាំដោយប្រពៃហើយពេលហ្នឹងជាសមាធិនៅជាសមាធិនិយាយខ្លីៗហ្នឹងគឺធ្វើឲ្យចិត្តតាំងមាំក្នុងអារម្មណ៍តែមួយរក្សាចិត្តតែនិយាយអញ្ចឹងដូចងាយណាបងគ្រាន់តែរក្សាចិត្តក្នុងអារម្មណ៍តែមួយដែរសមាធិបាត់ហើយជាកុសលទៅតែវិធីដែលយើងធ្វើចិត្តយើងឲ្យតាំងក្នុងអារម្មណ៍តែមួយហ្នឹងងាយឬក៏មិនងាយមិនងាយទេមិនងាយទេអញ្ចឹងណាអញ្ចឹងបានថាយើងត្រូវតែរៀនឲ្យស្គាល់ថាសមាធិហ្នឹងជាអីរបៀបចម្រើនហ្នឹងរបៀបចម្រើនរបៀបម៉េចតែយើងគួរតែធ្វើចិត្តរបៀបម៉េចគួរនៅក្នុងទីណាគួរសិក្សាទៅក្នុងធម៌អីខ្លះបន្ថែមទៀតដើម្បីធ្វើចិត្តហ្នឹងឲ្យតាំងនៅក្នុងសមាធិហ្នឹងបានបងគណៈកាមួយបងខ្ញុំបងនៅក្នុងពេលដែលអង្គុយសមាធិហ្នឹងមានន័យថាចិត្តស្ថិតនៅក្នុងអារម្មណ៍តែមួយប៉ុន្តែបើសិនជាចិត្តនោះមិនស្ថិតនៅក្នុងអារម្មណ៍តែមួយទេមិនមានឈ្មោះថាសមាធិមែនទេបងមានន័យថាសមាធិហ្នឹងអត់ទាន់កើតទេឬក៏សមាធិហ្នឹងអត់ទាន់តាំងមាំល្អទេអាហ្នឹងជាចុះនៅក្នុងខណៈមួយខណៈតែចិត្តនោះវាបានស្ងប់ក្នុងពេលមួយខណៈតមកមួយខណៈទៀតចិត្តនោះវាបែកទៅជាអារម្មណ៍មានអារម្មណ៍ពីរក្នុងពេលតែមួយហ្នឹងអាហ្នឹងក៏មិនមានឈ្មោះថាសមាធិដែរបងចង់និយាយថាពេលហ្នឹងវាអាចសមាធិកើតដែរតែវាកើតខ្លីវាអត់ទាន់តាំងមាំល្អបងទៅពេលដែលសមាធិហ្នឹងតាំងមាំល្អចិត្តយើងហ្នឹងវានឹងនៅក្នុងអារម្មណ៍តែមួយវាអត់ទៅគិតរឿងដតីសោះតែម្ដងណាតែសម្រាប់អ្នកអប់រំចិត្តដបងវាតែអញ្ចឹងបងចិត្តយើងហ្នឹងទៅកម្មដ្ឋានតិចទៅនឹករឿងដតីបន្តិចទៅទាញមកវិញទៅទាញទៅវិញទៅប្រទាញបតុងគ្នាច្រើនណាទាញទុំដល់ពេលអញ្ចឹងទៅមើលចិត្តខ្លួនឯងដូចស្វាអញ្ចឹងទាញហ្នឹងហើយបងខ្យល់តែមួយជាប់ទៅតិចដល់កំពង់កហ្នឹងមានន័យដូចដែរទាញអាហ្នឹងដោយសារតែចិត្តយើងមានសមាធិហើយធ្វើឲ្យចិត្ត
កាយយើងស្ងប់មានន័យថាចិត្តស្ងប់កាយស្ងប់នឹងទៅហើយកាយយើងនឹងមានអតិពលពីចិត្តវិញដែរបងដល់ពេលចិត្តស្ងប់ទៅធ្វើឲ្យកាយនឹងវាដល់នៅសភាពប្រែប្រួលខ្លះដែររហូតដល់ថាចិត្តស្ងប់មែនតើនឹងបៃតិតិចសពកាយទាំងមូលតែម្ដងចឹង ខ្ញុំតាទៀនចាស់ បង ខ្ញុំបណ្ដាសូមឱកាសបន្តិចទៀនចាស់ខ្ញុំបណ្ដាពេលដែលថ្ងៃអបោសុតហ្នឹងទៅតាំងសមាធិហ្នឹងបណ្ដាឆ្ងល់ថាហេតុអីក៏ចេះតែរវល់រវាយដល់ពេលតាំងអញ្ចឹងដូចចិត្តអត់ស្ងប់អញ្ចឹងយើងគួរចម្រើនធម៌អីវិញទៀនចាស់ហើយទីមួយទៀតពេលដែលអង្គុយតាំងសមាធិហ្នឹងចេះតែចុកជើងខ្លាំងពេកអញ្ចឹងណាទៀនចាស់ទ្រាំពេលខ្លះទ្រាំអត់ចង់បានអញ្ចឹងណា មកពីចិត្តយើងអត់ទាន់ស្ងប់ល្អបងពេលដែលចិត្តពេលដែលជើងយើងឈឺហ្នឹងបើសិនជាយើងទ្រាំបានក៏ទ្រាំអញ្ចឹងទៅបើរក្សាចិត្តទៅក្នុងសមាធិបន្តអញ្ចឹងណាបើទ្រាំមិនបានក៏យើងលាជើងស្រាយជើងទៅបើអត់អីទេគឺបើសិនជាយើងដាក់ជើងធម្មតាបានតែលោកចាស់ដាក់ជើងធម្មតាក៏បានដែរបងកណាទៀនចាស់ព្រោះខ្ញុំកណាស្ដាប់ថាការពិតគ្រាន់តែតាំងសមាធិហ្នឹងបើសិនជាយើងតាំងចិត្តស្ដាប់អីមួយអញ្ចឹងអាហ្នឹងក៏ហៅថាចាប់ទុកក្នុងតាំងសមាធិដែរទៀនចាស់ជាសមាធិដែរដែលយើងហៅថាខនិកាសមាធិពោសមាធិខ្លីសមាធិខ្លីហ្នឹងវាអត់ទាន់ធ្វើឲ្យចិត្តយើងតាំងមាំល្អទេតែយើងហៅថាសមាធិខ្លីយើងនិយាយសមាធិហ្នឹងវា3ដំណាក់កាលពោសមាធិទី1ហ្នឹងគឺខនិកាសមាធិខ្លីដូចថានៅពេលដែលញាតិញោមរៀនធម៌អញ្ចឹងទៅសូម្បីតែយើងដាក់ចិត្តទៅក្នុងការរៀនធម៌នឹងមាំតមែនតែនចិត្តយើងអត់គិតរឿងអីក៏យើងមានសមាធិខ្លីនៅក្នុងពេលហ្នឹងផងដែរអញ្ចឹងណាបងតែសមាធិខ្លីហ្នឹងវាអាចកើតនៅក្នុងពេលដែលយើងផ្ចង់ទៅក្នុងការសិក្សាផ្ចង់ទៅក្នុងអីដតីបានទៀតសូម្បីតែយើងចម្រើនវិបស្សនាខាងដើមហ្នឹងក៏មានខនិកាសមាធិហ្នឹងដែរតែដល់ពេលសមាធិដែលយើងត្រូវអប់រំហ្នឹងយើងមិនមែនធ្វើចម្រើនខនិកាសមាធិហ្នឹងទេយើងត្រូវចម្រើនដល់កម្រិតទី2គឺឧបចារសមាធិដែលមានកម្លាំងធ្វើឲ្យចិត្តហ្នឹងក្បែរនឹងបានឈានហើយយើងត្រូវចម្រើនពីឧបចារៈហ្នឹងឲ្យបានឈាននឹងទៅទៀតតែយ៉ាងហោចណាស់ក្នុងអ្នកអប់រំចិត្តទៅក្នុងកម្មដ្ឋាននេះគឺយើងគួរតែរៀនអប់រំរហូតដល់បានឧបចារៈសមាធិកម្រិតទី2ទេណាបងមិនគួរតែនៅក្នុងកម្រិតទី1ទេបើមិនបានអាទី2នឹងចំក៏បែកក្បែរយ៉ាងដែរហើយដល់ពេលបានឈានតែម្ដងទើបចិត្តយើងនឹងតាំងមាំល្អហើយយើងរៀននេះគឺរៀនរហូតតតែបានឈានអីតាមលំដាប់ចឹងណាបងតែមិនមែនថាយើងត្រូវទៅចម្រើនឲ្យបានតាមអ្វីដែលរៀនទាំងស្រុងទេយើងគ្រាន់តែស្គាល់ផ្លូវដើរថាវិធីដើរដើម្បីឲ្យបានឈានហ្នឹងតែយើងត្រូវដើររបៀបម៉េចចឹងណាបងតែសពថ្ងៃហ្នឹងក៏អាត្មាមិនទាន់បានឈានបានស្អីដែរគ្រាន់តែយើងស្គាល់របៀបសិនចឹងណាកណ្ណាទៀនចាស់អរគុណទៀនបាទតោះឥឡូវចូលទៅដល់អត្ថន័យចូលទៅដល់ខ្លឹមសាររបស់ពាក្យថាសមាធិវិញម្ដងខ្ញុំសួរអំបញ្ញមិញខ្ញុំអានតិចទៅបងចាំកណាបងខ្ញុំអានតិចទៅបងពាក្យថាសមាធិដោយអត្តន័យដូចម្ដេចដោយអត្ថាដូចម្ដេចឆ្លើយថាឈ្មោះថាសមាធិព្រោះអត្ថាតាំងនៅសុខសួរថាឈ្មោះថាការតាំងនៅសុខនេះតើដូចម្ដេចឆ្លើយថាឈ្មោះថាការតាំងនៅសុខនេះគឺការតាំងនៅខ្ជាប់អត្ថន័យថាការស្ថិតនៅស្មើផងដោយត្រឹមត្រូវផងនៃចិត្តនិងចិត្តសឹកទាំងឡាយក្នុងអារម្មណ៍ទាំងមួយហេតុនោះក៏បីជ្រាបថាចិត្តនិងចិត្តសឹកទាំងឡាយជាធម្មជាតិមិនរីមាយនិងមិនរសាត់អណ្ដែតអណ្ដូងស្ថិតនៅស្មើផងត្រឹមត្រូវផងក្នុងអារម្មណ៍ទាំងមួយដោយអនុភាពនៃធម៌ណាការស្ថិតនៅនៃចិត្តនិងចិត្តសឹកទាំងឡាយដែលអនុភាពនៃធម៌នោះឈ្មោះថាការតាំងនៅសុខទៅឆ្ងាយបាទអរគុណច្រើនបាទនេះជាអត្តរបស់សមាធិ
ញាតិញោមយល់ពាក្យថាអាតឬក៏វចនដ្ឋៈឯងបងខ្ញុំរៀនធម៌ដូចច្រើនឃើញពាក្យថាអាតឃើញពាក្យវចនដ្ឋៈឃើញពាក្យហ្នឹងហ៎ ឃើញទី បើអាតវចនដ្ឋៈហ្នឹងគឺសំដៅដល់អត្តន័យខ្លឹមសារសេចក្តីពាក្យពន្យល់ទៅក្នុងពាក្យថាសមាធិហ្នឹងអញ្ចឹងណាតោះអញ្ចឹងនៅក្នុងសំណួរទី2នេះតើសមាធិដោយអត្ថាដូចម្ដេចលោកបញ្យល់ពាក្យថាសមាធិណដ្ឋេនៈសមាធិដោយអត្ថាតាំងនៅសុបអញ្ចឹងណាបងពាក្យថាតាំងនៅសុបនេះសុបបងមិនមែនត្រឹមតែតាំងនៅទេតាំងនៅសុបតាំងនៅមុំតាំងនៅខ្ជាប់អញ្ចឹងបានលោកតាំងសំណួរសួរបន្តទៀតថាសួរថាការតាំងនៅសុបនេះតើដូចម្ដេចណាបានលោកបញ្យល់ថាម៉េចឆ្លើយថាការតាំងនៅសុបនេះគឺការតាំងនៅខ្ជាប់ខ្ជួននឹងតែម្ដងបងសម្មាអធិnăngតាំងនៅស្មើតាំងនៅខ្ជាប់ខ្ជួនបានលោកអធិប្បាយបន្ថែមថាម៉េចអធិប្បាយថាចិត្តនឹងតាំងនៅស្មើដោយត្រឹមត្រូវតាំងនៅស្មើហើយតាំងនៅដល់ត្រឹមត្រូវអីគេដែលតាំងនៅស្មើតាំងនៅដល់ត្រឹមត្រូវនៃចិត្តនិងចិត្តសឹកអញ្ចឹងចិត្តដែលមានសមាធិគឺទាំងចិត្តនឹងក្តីទាំងចិត្តសឹកនឹងក្តីតាំងនៅស្មើតាំងនៅត្រូវក្នុងអារម្មណ៍តែមួយអារម្មណ៍តែមួយនេះគឺដោយច្រើនលោកផ្ដោតទៅលើអារម្មណ៍កម្មដ្ឋានអញ្ចឹងពេលដែលយើងរក្សាសមាធិយើងត្រូវរក្សាចិត្តនឹងឲ្យតាំងនៅក្នុងអារម្មណ៍តែមួយហើយតាំងនៅនឹងគឺតាំងនៅស្មើតាំងនៅថិតថេរនេះហើយលោកថាម៉េចគប្បីជ្រាបថាចិត្តនិងចិត្តសឹកយើងរៀនអភិធម្មមិនមែនមានតែចិត្តកើតទេមានចិត្តសឹកកើតទេបងកណាទីព្រោះចិត្តនិងចិត្តសឹកហ្នឹងគឺកើតជាមួយគ្នាពេលដែលចិត្តកើតចិត្តសឹកកើតចិត្តនិងចិត្តសឹកហ្នឹងជាធម្មជាតិមិនរាយមាយចិត្តយើងអត់រាយមាយទេចិត្តយើងមិនរសាត់អណ្ដែតអណ្ដូងទេតើចិត្តមិនរាយមាយចិត្តមិនរសាត់អណ្ដែតដោយសារអីដោយសារសមាធិបើលើសពីមិនរាយមាយលើសពីមិនរសាត់អណ្ដែតចិត្តនឹងគឺស្ថិតនៅស្មើដោយត្រឹមត្រូវស្ថិតនៅស្មើហើយត្រឹមត្រូវទៀតហើយក្នុងអារម្មណ៍តែមួយតើចិត្តនិងចិត្តសឹកស្ថិតនៅស្មើក្នុងអារម្មណ៍តែមួយដោយអីដោយអានុភាពនៃធម៌ណាធម៌អីដែលធ្វើចិត្តតាំងនៅស្មើបើសមាធិនឹងឯងបងអញ្ចឹងការតាំងនៅស្មើនៃចិត្តនិងចិត្តសឹកដោយអានុភាពនៃធម៌នោះទើបឈ្មោះថាការតាំងនៅសុបការតាំងនៅសុបជាខ្លឹមសាររបស់ពីអីសមាធិអញ្ចឹងនៅខាងចុងនេះយើងអាចបញ្ជាក់ថាដោយអានុភាពនៃថាធម៌ណាធម៌នឹងឯងឈ្មោះថាសមាធិណាការតាំងនៅសុបនឹងសមាធិនឹងឯងចឹងសមាធិនេះជាធម៌មួយដែលធ្វើឲ្យចិត្តនឹងតាំងនៅស្មើក្នុងអារម្មណ៍តាំងនៅដល់ត្រឹមត្រូវហើយចិត្តនឹងអត់រាយមាយចិត្តនឹងអត់អណ្ដែតអណ្ដូងចឹងនៅពេលដែលចិត្តមិនអណ្ដែតអណ្ដូងចិត្តមិនរាយមាយពេលហ្នឹងយើងអាចដឹងថាចិត្តមានសមាធិហ៎បើអាចយល់បើចិត្តនៅទីនេះសំដៅលើចិត្តទាំង89ដួងនិងចិត្តសឹក52ដួងចូលមានមកឬក៏យកតែកុសលចិត្តសឹកក្នុងចិត្តយកតែកុសលទេបើយកតែកុសលទេចិត្តដែលជាកុសលបាទចឹងចិត្ត12ដែលជាអកុសលចិត្តនោះដកចេញបងអត់យកទេបើបើយើងបញ្ជាក់លើនឹងតិចបើក្នុងទីនេះភាពនៃចិត្តមានអារម្មណ៍តែមួយដែលជាកុសលឃើញទេបើចិត្តដែលជាកុសលអញ្ចឹងស្គាល់អត្តន័យខ្លឹមសាររបស់សមាធិណាបើ
ឥឡូវបន្តមកទៀតយើងស្គាល់លក្ខណៈរបស់សមាធិកិច្ចតួនាទីរបស់សមាធិអាការៈប្រកបរបស់សមាធិហើយនឹងហេតុដែលនាំឲ្យកើតសមាធិតើសមាធិមានលក្ខណៈសម្គាល់របៀបម៉េចញាតិញោមមើលអត្តញ្ញាណប័ណ្ណគេច្រើនមានលក្ខណៈសម្គាល់ហ៎បងមានបជ្រោយនៅលើមុខមានស្នាមអីចឹងទៅអញ្ចឹងយើងមើលមនុស្សហ្នឹងយើងមើលចំណាំទៅនឹងទៅគេឆែកអញ្ចឹងណាសមាធិនេះក៏មានលក្ខណៈមានគ្រឿងសម្គាល់នឹងដែរតើអ្វីជាលក្ខណៈអ្វីជាកិច្ចអ្វីជាផលឬក៏អាការៈប្រកបរបស់សមាធិហេតុនាំឲ្យកើតសមាធិទៅមើលចម្លើយទាំងអស់គ្នាចម្លើយឆ្លើយថាសមាធិមានការមិនរាយមាយចិត្តជាលក្ខណៈចឹងលក្ខណៈសម្គាល់របស់សមាធិគឺសភាពមិនរាយមាយចិត្តសភាពនៃចិត្តដែលមិនរាយមាយនៅតែតាំងនៅក្នុងអារម្មណ៍តែមួយនឹងឯងបងសំដៅដល់តួដែលធ្វើឲ្យចិត្តនឹងអត់រាយមាយចិត្តមិនរាយមាយនឹងឯងគឺជាគ្រឿងសម្គាល់របស់សមាធិអាចយល់បានណាបងផ្ទុយមកវិញពេលណាដែលចិត្តរាយមាយមានន័យថាម៉េចអត់សមាធិបាទចិត្តមានសមាធិគឺចិត្តអត់រាយមាយទេពេលដែលសមាធិកើតឡើងសមាធិមានកិច្ចតួនាទីធ្វើអីមានការកំចាត់បងនៅភាពអណ្ដែតអណ្ដូងជាកិច្ចអញ្ចឹងសមាធិកើតឡើងមានអណ្ដែតអណ្ដូងទៀតទេអត់មានទេកំចាត់នៅភាពអណ្ដែតអណ្ដូងលោកថាវិខេបវិទ្ធាំងសនៈរសោកំចាត់បងនៅភាពរាយមាយកំចាត់បងនៅភាពអណ្ដែតអណ្ដូងអញ្ចឹងពេលដែលសមាធិកើតអត់អណ្ដែតអណ្ដូងពេលដែលអណ្ដូតអណ្ដូងអត់សមាធិអាការៈនៃសមាធិសភាពនៃចិត្តដែលមានសមាធិគឺមានការមិនញាប់ញ័រជាផលអញ្ចឹងពេលដែលចិត្តញាប់ញ័រចិត្តក្លែងក្លងមានសមាធិអីបងអត់ទេចិត្តមានសមាធិមានន័យថាចិត្តអត់ញាប់ញ័រអត់រង្គើសរង្គើអត់ក្លែងក្លងនឹងទេហើយនឹងជាផលឬក៏យើងហៅថាអាការៈប្រកបអាការៈប្រកបហ្នឹងពេលដែលសមាធិកើតហ្នឹងប្រកបដល់បុគ្គលដែលមានបញ្ញាហ្នឹងបុគ្គលមានបញ្ញាឃើញថាអូសមាធិហ្នឹងគឺអត់មានសភាពញាប់ញ័រទេអញ្ចឹងណាបងញាប់ញ័រអត់សមាធិហ្នឹងទេសមាធិគឺអត់ញាប់ញ័រចុងក្រោយគេបងអស់បងហេតុនាំឲ្យកើតសមាធិចំណែកហេតុនៃសមាធិនោះគឺសេចក្តីសុខញាតិញោមត្រូវដឹងថាពេលដែលយើងចម្រើនសមាធិយើងត្រូវថាត្រូវតែមានសេចក្តីសុខព្រោះព្រះបាលីព្រះអង្គសម្ដែងថាម៉េចចិត្តរបស់បុគ្គលដែលមានសេចក្តីសុខរមែងតាំងនៅមាំតាំងនៅខ្ជាប់ខ្ជួនណាសុខេណោចិត្តតាំងសមាធិយតិអញ្ចឹងពេលដែលយើងចម្រើនសមាធិត្រូវមានសេចក្តីសុខទេបងបើចិត្តយើងអត់សុខចិត្តយើងក្តៅក្រហាយចិត្តយើងអន្ទះអន្ទែងសមាធិកើតបានទេអត់កើតទេគឺតកតងនឹងសេចក្តីសុខដែរបងអញ្ចឹងញាតិញោមអ្នកខ្លះប្រឹងចម្រើនសមាធិរហូតដល់ចិត្តរាយមាយមិនបាច់ចាំប្រឹងដល់ចិត្តរាយមាយទេបងព្រោះអាពេលចិត្តរាយមាយហ្នឹងមានន័យថាម៉េចអត់សមាធិនឹងឯងពេលដែលចិត្តរាយមាយមានសេចក្តីសុខទេបងឬអត់សុខនឹងទៅទៀតអញ្ចឹងយើងត្រូវស្គាល់ហេតុនៃសមាធិផងណាបងពេលណាដែលកើតសេចក្តីសុខទើបកើតសមាធិអត់សុខអត់សមាធិទេអញ្ចឹងបានគ្រូបង្រៀនកម្មដ្ឋានទាំងឡាយពេលដែលលោកបង្រៀនកម្មដ្ឋានឲ្យយើងសមាធិហ្នឹងលោកថាឲ្យយើងសម្រួលចិត្តទៅបើ
សម្រួលចិត្តទម្លាក់ភារៈទុនទីរបស់ចិត្តនឹងទុកម្ដុំសិនឲ្យចិត្តនឹងស្រឡះសឡុំសិនគេថាឲ្យចិត្តនឹងសម្រាកពីការងារទាំងអស់ឲ្យចិត្តសម្រាកស្រួលចិត្តនឹងស្រឡះសឡុំហើយបានចិត្តនឹងជាឧបការៈដល់សមាធិកើតបើចិត្តអត់បានសម្រាកចិត្តអត់ស្រឡះសឡុំទេចិត្តខ្វល់រឿងនេះខ្វល់រឿងនោះខ្វល់រឿងការងារខ្វល់រឿងភរិយាឬខរឿងកូនហ្នឹងទៅសមាធិចេញហ៎អត់ចេញទេលោកចាស់បាទមិនថាមិនឲ្យខ្វល់រឿងការងាររឿងរស់នៅរឿងប្រពន្ធកូនអីហ្នឹងទេក៏ប៉ុន្តែថាពេលដែលដាក់ចិត្តសមាធិបើយើងសមាធិកន្លះម៉ោង1ម៉ោងហ្នឹងគឺយើងគោរពទៅក្នុងសមាធិយើងកុំគិតរឿងដតីមានន័យថាពេលកន្លះម៉ោងហ្នឹងយើងបូជាសម្រាប់សមាធិតែម្ដងទៅហើយយើងរវល់តែគិតរឿងដតីសមាធិអត់ចេញទេតោះឥឡូវបើកសំណួរឲ្យញាតិញោមសួរម្ដងចង់ក្រោយមានញាតិញោមចង់សួរអីទេកណាសូមបើខ្ញុំសុំម្នាក់ម្ដងកណាបងបើខ្ញុំសួរបងតែសមាធិណាបងដែលមិនកណាស្ដាប់ពីដើមមកថាកាលណាដែលមិនតាំងនៅក្នុងកុសលធម៌ជាមច្ឆាសមាធិបើខ្ញុំតែพูดថាចេះទីមុនណាព្រះអង្គកណាសមាធិដំបូង5នាទីដំបូងកណាយកពុទ្ធគុណយកមកបរិកម្មបន្ទាប់មកដោយសារកណារៀនច្បាប់ស្រូបទាអញ្ចឹងទៅកណាក៏ចង់និយាយថាសម័យទៅភាពស្រុកស្ដំគឺថាសពប្រកបយ៉ាងអានឹងអាចថាជាមច្ឆាសមាធិដែលវាអត់ព្រះអង្គបើអានឹងមច្ឆាសមាធិអីបើខ្លីមានន័យថាបើចម្រើនពុទ្ធគុណហ្នឹងគឺចិត្តយើងត្រូវរក្សានៅក្នុងពុទ្ធគុណហ្នឹងរហូតណាបងយើងអាចចម្រើនឆ្លាស់ទៅឆ្លាស់មកក៏បានដែរប៉ុន្តែកុំឲ្យក្រៅដែនពុទ្ធគុណយើងចម្រើនអរហង្គតែមួយក៏បានដែរបងគុណព្រះអង្គថាអរហង្គហ្នឹងយើងស្គាល់ឲ្យគុណឲ្យច្បាស់ហើយព្រះអង្គព្រានាមថាអរហង្គហ្នឹងដោយសារហេតុអីព្រះអង្គកំចាត់សត្រូវកំចាត់កិលេសនឹងបានហើយអញ្ចឹងបានព្រះអង្គព្រានាមថាអរហង្គព្រះអង្គឆ្ងាយចាក់សត្រូវឆ្ងាយសែនឆ្ងាយហើយព្រះអង្គស្អាតចាក់កិលេសនឹងឯងឆ្ងាយសែនឆ្ងាយហ្នឹងអញ្ចឹងព្រះអង្គព្រានាមថាអរហង្គព្រះអង្គព្រានាមថាអរហង្គដោយសារព្រះអង្គបំបាក់កម្មនៃវដ្តសង្សារចោលបានហើយវដ្តសង្សារហ្នឹងបន្ទូលទៅដល់សត្វនៅមានកិលេសហើយពេលព្រះអង្គបំបាក់កិលេសហ្នឹងកម្មនៃសង្សារវដ្តហ្នឹងក៏ព្រះអង្គបំបាក់ចោលបានដែរព្រះអង្គមិនត្រាច់ទៅក្នុងវដ្តសង្សារដូចយើងទៀតទេហើយនឹកឃើញគុណទាំងអស់នឹងបរិយាយគុណចំណុចចំណែកណាក៏បានដែរតែសំខាន់បំផុតរក្សាចិត្តយើងនឹងឲ្យតាំងនៅក្នុងគុណរបស់ព្រះសម្មាសម្ពុទ្ធទៅបងពិចារណាទៅលើបុណ្យបារមីព្រះអង្គទានបារមីសីលបារមីអីក៏បានដែរមិនទេបងចំណែកអស់ប្រគុណព្រះអង្គអស់ប្រគុណបងចំណែកការទានគុណចិត្តមុននឹងសមាធិសមាទានទុដងនឹងមានន័យដូចដែរទៀងសមាទានទុដងនឹងដែលច្រើនលោកបដោតទៅលើភិក្ខុឯបងញាតិញោមអត់សមាទានក៏បានដែរប្រយោជន៍នៃការសមាទានទុដងនឹងគឺធ្វើឲ្យចិត្តយើងស្រឡះចាកកិលេសនឹងបដាទេបងមកឧទាហរណ៍ថាទុដងទី1ចុះទុដងទី1គឺភិក្ខុសមាទានសម្ពុតបាំងសកលឬក៏សម្ពុតត្រៃចីវរចុះសម្ពុតបាំងសកលហ្នឹងមានន័យថាលោកសមាទានសមាទានបាំងសកលហ្នឹងលោកអត់ប្រើចីវរថ្មីទេបងលោកប្រើតែចីវរចាស់ឯងចីវរដែលរើសពីគំនោសម្រាមទៅចីវរដែលរើសតាមផ្លូវទៅចីវរដែលបាំងសកលចេញពីសាកសពហ្នឹងទៅអញ្ចឹងអាជីវរសៅមងទាំងអស់ហ្នឹងលោកយកទៅគក់ឲ្យស្អាតទៅលោកចលក់ពណ៌គេវិញពណ៌ទឹកអញ្ចត់ហ្នឹងណាបងហើយបានលោកយកជីវរហ្នឹងយកមកប្រើប្រយោជន៍ដែលប្រើប្រាស់ជីវរចាស់ហ្នឹងប្រយោជន៍អីគឺវាអត់ជាប់ជាពាក់បងពេលដែលប្រើជីវរថ្មីវាអាចកើតលោភៈហ៎បង
វាអាច ទៀន អញ្ចឹងប្រយោជន៍នៃការសមាទានទុដងហ្នឹងគឺកុំឲ្យកលេសនឹងឯងកើតបើសមាទានចៃវរ3ហ្នឹងមានន័យថាលោកប្រើតែចៃវរ3គត់អត់ប្រើលើសពី3ទេអញ្ចឹងវាអត់មានត្រូវខ្វល់ជាមួយការរក្សាចៃវរអីច្រើនណាយើងប្រើចៃវរច្រើនអញ្ចឹងទៅម្បាក់រក្សាម្បាក់អីច្រើនចិត្តយើងតើរបស់ច្រើនចិត្តរាយមាយច្រើនញាតិញោមកអាវច្រើនអីចឹងទៅវានាំឲ្យកើតលោភៈហ៎បងកអាវសម្លៀកបំពាក់យើងហ្នឹងណាទៀន ដល់ពេលចៃវរលោករឹតតិចលោភៈរឹតតិចដែរដល់ប្រើតែ3ចឹងទៅឬក៏ការសមាទានបិណ្ឌបាតជាវត្តហ្នឹងទៅក៏ធ្វើឲ្យលោកបានបិណ្ឌបាតជាប្រចាំចឹងណាបងលោកអត់ខ្វល់ច្រើនលោកដឹងតែផឹកឡើងបិណ្ឌបាតចប់បិណ្ឌបាតចប់ឬក៏ថាសមាទានឆាន់ចង្ហាន់តែក្នុងបាតមួយអញ្ចឹងមានន័យថាចង្ហាន់ច្រើនយ៉ាងណាក៏ដោយលោកដាក់ចូលទៅក្នុងបាតមួយឆាន់តែម្ដងចប់លោកអត់ឆាន់លើសពីបាតមួយហ្នឹងឯងវាអញ្ចឹងគេហៅថាទុដងអបកណាអបគុណទៀននៅមួយទៀតទៀនយោគាវិចរកលបុតហ្នឹងមានន័យដូចមិនដែរទៀនយោគៈហ្នឹងគឺចង់និយាយអំពីសេចក្តីព្យាយាមប្រឹងប្រែងបើយោគាវចរហ្នឹងសំដៅដល់កលបុតដែលត្រាច់ទៅក្នុងសេចក្តីព្យាយាមប្រឹងប្រែងត្រាច់ទៅក្នុងការចម្រើនកម្មដ្ឋាននឹងឯងបើព្យាយាមនេះគឺសំដៅដល់សេចក្តីព្យាយាមចម្រើនកម្មដ្ឋានអញ្ចឹងយោគាវចរនឹងក៏ដោយយោគីនឹងក៏ដោយពាក្យនឹងន័យតែមួយឯងបើព្រះយោគីណាបើខ្ញុំអានសភៅខ្លះឃើញព្រះយោគីភៅខ្លះទៅសេថាព្រះយោគាវចរតែសេចក្តីនឹងតែមួយទេសំដៅដល់អ្នកដែលព្យាយាមចម្រើនទៅក្នុងកម្មដ្ឋានដូចញាតិញោមអញ្ចឹងពេលដែលយើងដាក់ចិត្តទៅក្នុងកម្មដ្ឋានយើងក៏ឈ្មោះថាយោគាវចរនឹងដែរកណាយល់ឲ្យទៀនអបគុណទៀនបាទចាកណាកណាកែទូសុំម្ដងម្នាក់មកខ្ញុំចិនថាសិនចាស់បងកណាលោកម្ចាស់មានគ្រូសមាធិខ្លះគេឲ្យយើងពេលបរិកម្មគេឲ្យបរិកម្មថាពុទ្ធោអរហង្គពុទ្ធោអរហង្គអញ្ចឹងត្រឹមត្រូវអត់ដូចជាទៅទំនោរហងព្រោះកម្មដ្ឋានហ្នឹងយកអារម្មណ៍តែមួយបានហើយបងយើងយកពុទ្ធោគឺពុទ្ធោអរហង្គហ្នឹងទៅកណាឆ្ងល់ពេលបញ្យូដែរកណាធ្លាប់ទៅសមាធិដែលអញ្ចឹងលោកគ្រូប្រាប់ថាឲ្យបរិកម្មថាពុទ្ធោអរហង្គពុទ្ធោអរហង្គអញ្ចឹងតែសម្រាប់អ្នកមានបញ្ញាព្រោះអាចចម្រើនម្ដងទាំងអស់ក៏បានដែរលោកចម្រើនពីទៅបេសភគវេអរហង្គសម្មាសម្ពុទ្ធោវិជាចរណៈសម្បណ្ណោលោកចម្រើនគុណទាំង9ហ្នឹងសាចុះសាឡើងសាចុះសាឡើងតែហ្មងបងដូចថាសោតអតិពិសោហ្នឹងគឺសោត10ចប់20ចប់អញ្ចឹងតែហ្មងណាបងលើបេតិបសោភគវេអរហង្គសម្មាសម្ពុទ្ធោវិជាចរណៈសម្បណ្ណោសុគតោហ្នឹងទៅតែការចម្រើនអញ្ចឹងវាអត់សូវប្រកែសម្រាប់ប្រជាជនខ្មែរយើងទេបងព្រោះខ្មែរយើងទិញពាក្យបាលីហ្នឹងយើងអត់ស្គាល់គុណព្រះអង្គបងយើងមិនមែនអ្នករៀនបាលីតែដូចអ្នករៀនបាលីអញ្ចឹងទៅអាចចម្រើនពាក្យបាលីសុទ្ធតែសម្រាប់អ្នកដែលចេះតែខ្មែរយើងគួរតែចម្រើនគុណព្រះអង្គហើយប្រកបដោយអាការៈគុណនឹងទៅទៀតដូចស្មាបញ្ជាក់ថាព្រះអង្គពនាមថាអរហង្គព្រោះព្រះអង្គកំចាត់សត្រូវគឺកិលេសចោលបានហើយជាប់អញ្ចឹងបើឲ្យឃើញថាព្រះអង្គអស្ចារ្យព្រះអង្គសម្លាប់សត្រូវហើយសម្លាប់សត្រូវនោះគឺសម្លាប់អីសម្លាប់កិលេសនឹងឯងបងកណាទៀនប្រកបចាលោកចាស់កណាសូមឱកាសមួយមិនទៅបងចង់ទូលលោកចាស់ថាចាស់ព្រះអង្គរក្សាទុដងអាចគង់នៅវត្តធម្មតាដោយបំបាច់ចូលព្រៃបានអត់ព្រះអង្គដូចសមាទានជីវរសមាទានបិណ្ឌបាតអីមិនបាច់ចាំទៅនៅព្រៃទេព្រោះតទៅលោកសមាទានអរញ្ញកទុដងទៅត្រូវទៅនៅព្រៃព្រោះទុដងទាំងអស់មាន13បងខ្ញុំអាចទៅអានខ្លួនឯងក៏បានដែរមុននឹងសមាធិហ្នឹងគឺនៅរៀនអំពីទុដងណាបងទុដង13ហ្នឹងទៅតែដែលអាត្មាអត់បានបង្រៀននេះគឺទុដងហ្នឹងដូចច្រើនជាកិច្ចទុននទីរបស់ភិក្ខុអញ្ចឹងណាបងហើយទុដងនេះចង់បញ្ជាក់ថាសមាទានក៏បានមិនសមាទានក៏បាន
វាអត់ដូចសិលព្រោះអ្នកបួសគឺត្រូវមានសិលត្រូវហ៎បង កណាទី សិលគឺត្រូវតែមានតែហ្មងអត់អាចថាចង់ក៏បានមិនចង់ក៏បានដែរតែបើទុដងជាការស្ម័គ្រចិត្តជាការសមាទានដោយយើងចង់ឬមិនចង់បើចង់ក៏សមាទានទៅបើមិនចង់ក៏មិនចាំសមាទានទៅឧទាហរណ៍សមាទាននៅព្រៃជាវត្តអញ្ចឹងការសមាទាននៅព្រៃនេះវាល្អបើសម្រាប់អ្នករៀនកម្មដ្ឋានអប់រំទៅក្នុងកម្មដ្ឋាននៅព្រៃល្អតែប្រសិនបើមិនអាចទេលោកនៅស្រុកបានទេបានដូចគ្នាអញ្ចឹងណា កណាអរគុណទៀត ចាំមកប្រចាំ ញោមបាសក់សួរមកបង គណៈធ្លាប់បានធ្វើសមាធិដែរដោយខ្លួនឯងមិនមានគ្រូពីមិនមកប៉ុន្តែក្នុងខណៈពេលដែលខ្ញុំកាលណាធ្វើសមាធិនោះគណៈច្រើនយកសមាធិដែលស្ថិតនៅលើផ្លូវដង្ហើមចេញចូលនោះជាគោលខណៈពេលដែលយើងចិត្តនោះយើងបដោតទៅលើតែអាណាបាណសតិផ្លូវដង្ហើមចេញចូលនោះក្នុងពេលដែលគណៈតាមចិត្តខ្លួនឯងហ្នឹងឃើញចិត្តនោះវារីមីទៅលើអារម្មណ៍មួយផ្សេងទៀតប៉ុន្តែពីរនោះដូចជាបន្លាយប្រឡងគ្នាយ៉ាងម៉េចបងដូចជាយើងអាណាបាណសតិក៏កណាដឹងចិត្តមកកណាតាមតនដល់អារម្មណ៍មួយទៀតនោះដែលកណាគិតពិចារណាពីអារម្មណ៍មួយទៀតនោះក៏វាទៅស្របជាមួយគ្នាដែរហ្នឹងចាំមកអានោះមកពីចិត្តយើងអត់ស្ងប់បងអាណាបាណសតិហ្នឹងចង់និយាយថាចិត្តយើងនៅតែជាមួយខ្យល់ដង្ហើមសតតែម្ដងបងវិធីរក្សាអាណាបានេះគឺចិត្តយើងនឹងត្រូវរក្សានៅចុងច្រមុះដែលខ្យល់ចេញខ្យល់ចូលនឹងតែម្ដងខ្យល់ចេញក៏ត្រូវដឹងខ្យល់ចូលនឹងក៏ត្រូវដឹងដែរសូម្បីតែមិនដឹងខ្យល់មកដង្ហើមនឹងក៏ឈ្មោះថាអាណាបានឹងអត់ចម្រើនដែរបងមានន័យថាបាត់ដង្ហើមមួយគឺមិនបានតែម្ដងណាអរគុណបងពេលដែលចិត្តញោមដឹងរឿងដតីហ្នឹងមានន័យថាចិត្តយើងអត់ទាន់ស្ងប់ទេបងចិត្តយើងអត់តាំងនៅក្នុងអារម្មណ៍តែមួយហ្នឹងទេ គុណចាស់កណាសុំចែកលេខមួយទៀតពេលដែលសមាធិកណាតាមដង្ហើមចេញចូលក៏ចិត្តពេលខ្លះរីមីរត់ទៅលិចទៅកើតអញ្ចឹងដែរមើលឃើញចិត្តនោះដូចស្វាតែនៅពេលដែលកណានឹកគុណពុទ្ធពុទ្ធោអញ្ចឹងទៅក៏អារម្មណ៍ដែលរីមីទៅលិចទៅកើតនោះរត់មកចូលដង្ហើមនឹងវិញហើយទៅនឹកឃើញគុណព្រះរតនត្រ័យគឺរត់ចូលក្នុងដង្ហើមនឹងវិញហើយលែងរីមីទេទៀតកណា អរគុណច្រើនយមមែនតើទៅពុបកិច្ចរបស់បុគ្គលដែលចម្រើនសមាធិហ្នឹងគឺគួរតែយកគុណពុទ្ធជាអារម្មណ៍ពីខាងដើមណាបងចម្រើនពុទ្ធគុណប្រហែលជា5នាទីឬក៏10នាទីអញ្ចឹងទៅហើយយើងចម្រើនកម្មដ្ឋានយើងបើយើងចម្រើនកម្មដ្ឋានយើងអត់យូរទេចម្រើនពុទ្ធគុណ5នាទីទៅហើយចម្រើនកម្មដ្ឋានយើងបន្តអាណាបា10នាទី20នាទីបន្ថែមទៀតអញ្ចឹងណា ចឹងដល់ម៉ោងបាត់ទៅហើយបងចាំបន្តសេចក្តីកម្មដ្ឋានយើងក្នុងថ្ងៃស្អែកបងដល់ម៉ោងបាត់ហើយខ្ញុំខមាទោសទាំងអស់គ្នាបងទោសហើយណាដែលខ្ញុំប្រកាសករណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អបនៅទោសនោះដល់ខ្ញុំព្រះករុណាអ៊ីតាំងវោញាតិណាងហោតុសុខេតាហោតញាតិយោវណ្ណេចសម្រាប់ដល់ញាតិទាំងឡាយដល់សពសត្វទាំងអស់សូមញាតិទាំងឡាយនិងសពសត្វទាំងអស់បានដល់នៅសេចក្តីសុខចុះដោយកុសលដែលបានចម្រើននេះសូម ចែកម្លែកដល់ប្រជាជនខ្មែរទាំងអស់សូមប្រជាជនខ្មែរទាំងអស់បានដល់នៃសេចក្តីសុខរួចផុតចាកទុក្ខ ព្រោះខ្ញុំចម្រើនពរ សាធុខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំលានិងជម្រាបលាញាតិថាទាំងអស់ថ្វាយបង្គំលាលោកចាស់នមស្ការអាចញាតិថ្វាយបង្គំលាញាតិថាក្រុមចា៎ទាំងអស់ចា៎ថ្វាយបង្គំលាលោកចាស់ថ្វាយបង្គំលាលោកចាស់សូមជម្រាបលាញាតិថាទាំងអស់គ្នាសូមអរគុណ បាទចម្រើនពរលា អ
ចម្រើនពរចិត្តញោមទាំងអស់គ្នានៅក្នុង live បងសូមឆ្លើយសំណួរញោមជួបកង្គាប្រពុតយុទ្ធធរលោកម្ចាស់ក្នុងធរករណីយមេត្តាសោតចង់បញ្ចប់ប្រសូតសម្ដែងថាបុគ្គលដែលមានមេត្តាព្រមវិហារមិនដល់សុបនៅទិដ្ឋិសំអានចាំជាអ្នកមានសិលប្រកបដោយទស្សនៈសម្បត្តិគឺសោតាបត្តមៈបន្តបងនៅសេចក្តីត្រេកអរក្នុងកាមគុណទាំងឡាយហើយរមែងមិនមកកាន់កបសយាសាគឺមិនកើតក្នុងគាត់ទៀតឡើយត្រង់ចំណុចនេះខ្ញុំកណាឆ្ងល់ថាបើមិនមកកាន់កាមភពទៀតតើត្រូវកើតទៅក្នុងព្រហ្មលោកជាន់ណាចម្លើយឆ្លើយខ្លីៗព្រហ្មលោកជាន់ណាក៏បានដែរប៉ុមែនតើទៅបរិយាយនៃភិក្ខុចម្រើនកម្មដ្ឋានមេត្តាកម្មដ្ឋាននេះដែលមិនមកកាន់កបសយាសៈនេះគឺសំដៅដល់ជាព្រះអនាគាមិបុគ្គលប៉ុព្រះអនាគាហ្នឹងគឺលោកអត់មកកាន់កាមភូមិទេហើយព្រហ្មលោកជាន់ណាក៏បានដែរប៉ុវាតែអសញ្ញ័យអរិយបុគ្គលអតិកាទេប៉ុអត់មានសំណួរទៀតទេចម្រើនពរលាននមស្ការលាគ្រប់ព្រះអង្គ